tá mấy ao còn mấy nó họ passion cười họ mấy này họ ấy chấm nói một trận bật cười cái bị episode muốn dương ban dạy bị mấy lực thực chất còn mấy ao cái răng riền hay mình chỉ nói mỗi dương ban dạy bị bảy ao cái phần hiến chơi chia bóng đai rồi có còn mấy to lắm thầu ca họ passion bọc ké họ đi ra chấm nói một trận bọc ké មានអ្នកមើលច្រើនមែនទែនដូច 10k ប៉ុន្តែមានអ្នកសួរដែរតើធ្វើម៉េចឲ្យកូនក្មេងហ្នឹងរក passion ឃើញមានន័យអីចំណង់ចំណុចគាត់ឃើញខ្ញុំសូមលើក5ចំណុចដើម្បីដូចថាជួយកុមារឬក៏កូនយើងឲ្យរកអីដែលគាត់ចូលចិត្តឃើញតាមយោបល់ខ្ញុំហើយតាមបទពិសោធន៍ខ្ញុំទី1គឺយើងសង្កេតមើលអីគេដែលគាត់ចង់មែនទែនដូចចង់ចេះចង់ដឹងចង់លឺហើយនឹងការលេងរបស់គាត់ហ្នឹងហើយគេអ្នកប្រាជ្ញគេនិយាយថាកូនក្មេងគឺមាន passion មានការចង់របស់គាត់ហើយគាត់ដឹងហ្មងប៉ុន្តែអា passion នេះវាបាត់ទៅវិញពេលដែលមនុស្សចាស់អញ្ចឹងបើយើងសង្កេតមើលអា passion របស់គាត់កាលនៅក្មេងលើកទឹកចិត្តគាត់ឲ្យគាត់លេងមួយវាសាក់មួយវា somehow សំណាងល្អគាត់ដឹងពីក្មេងទៅហ្មងប៉ុន្តែអាហ្នឹងមិនមែនជាចុងក្រោយតែគាត់តែលើកទឹកចិត្តទៅវាជួយឲ្យកូនក្មេងហ្នឹងអាចរកដងបានស្រួលជាងអ្នកដែលអត់មានអ្នកលើកទឹកចិត្តអ្នកសង្កេតទីហោដូច Charles Darwin អីចឹងគាត់អ្នកប្រាជ្ញមួយដោយសារអី គាត់ចង់នេះគាត់ចង់នោះប៉ុន្តែចុងក្រោយគាត់ដាក់ដើរជាមួយពិភពលោកទៅគាត់បង្កើតជាទ្រឹស្ដីអញ្ចឹងដោយសារអីគាត់សាកនេះសាកនោះសាកនេះសាកនោះរហូតទី2គឺជាធ្វើម៉េចថា expose ធ្វើម៉េចគាត់ទៅសាកអាមិញយើងនិយាយពីយើងសង្កេតមើលដងធម្មជាតិរបស់គាត់ការចូលចិត្តរបស់គាត់ប៉ុន្តែអានេះឲ្យសាកទៅលេងហ្គីតាទៅលេងព្យ៉ាណូទៅហាត់បាល់ទៅរាំបាឡេទៅហែលទឹកទៅគូររូប ទៅមើលសារមន្ទីរអីចឹងណាទៅដើរលេងមើលគេធ្វើជំនួយអីចឹងទៅអញ្ចឹងកូនមេរៀនអំពីឃើញរៀនអំពីសាកហ្នឹងជាជាងរឿងយើងប្រាប់គេសាកនេះសាកនោះគេទៅមើលឃើញនេះឃើញនោះទៅគេចាប់ផ្ដើមសួរខ្លួនឯងអូអានេះខ្ញុំចូលចិត្តអូអានេះខ្ញុំចាប់អារម្មណ៍អូអានេះខ្ញុំចង់សាកបើទៅកាន់តែច្រើនគេមានជំរឿនកាន់តែច្រើនអញ្ចឹងគេដឹងថាអីគេដែលគេចូលចិត្តហើយទី3ដែលជួយឲ្យគាត់រកឃើញ passion របស់គាត់គឺជាសួរសំណួរដូចថាអូ មិនមិនគាត់ចូលចិត្តនេះអូថ្ងៃក្រោយចង់ធ្វើអីអូឃើញបញ្ហានេះមិនដោះស្រាយមិនឃើញចរាចរណ៍ស្ទះចឹងឯងគិតមិនឃើញអីដែលទាស់ចិត្តចឹងគិតមិនសួរសំណួរឲ្យគាត់គិតរហូតអាហ្នឹងជួយឲ្យគាត់បានខួរក្បាលនឹងដំណើរការ process thinking គាត់ឆ្លោះវិចារគាត់ reflect អីចឹងទៅឲ្យគាត់ដូចថាដឹងហ្មងថាអាណាគាត់ចូលចិត្តអាណាគាត់គិតមិនអាណាគាត់ប្រកែខ្លាំងអាណាគាត់គ្រាន់តែធម្មតាចំណុចទី4 គឺជាដូចថាគ្រប់គ្រងគាត់ដោយអត់មានសម្ពាធឬក៏វិនិច្ឆ័យក្មេងខ្លាចមែនទែនដែលពុកម្ដាយថាគាត់ធ្វើខុសពុកម្ដាយថាគាត់ចេះមិនចេះចាស់ឬក៏គ្រូថាចេះចោលអីចឹងណាបើអាចធ្វើបានអត់ដាក់សម្ពាធអត់រំពឹងទុកអត់វិនិច្ឆ័យធ្វើឲ្យក្មេងរដងខ្លួនឯងឃើញពួកអីជួយកាលអ្វីគិតថាធ្វើខុសថ្ងៃហ្នឹងវាខ្លាចដូចជាគាត់ជើងឯងថ្ងៃក្រោយវាអត់ដូច Michael Jordan អ្នកគប់បាល់អាមេរិកខ្លាំងមែនទែនគេដេញគាត់ចេញពីអ្នកលេងបាល់នៅ high school ថាគាត់លេងបាល់អត់ណាតែក្រោយមកគាត់ខ្លាចជា legend គាត់ជាអ្នកលេងបាល់ខ្លាំងជាងគេលើពិភពលោកតែបើម៉ែឪគាត់ជឿតាមគ្រូដែលដេញគាត់ចេញពីវិទ្យាល័យកុំឲ្យលេងបាល់ហ្នឹងឲ្យគាត់ចប់បាត់ពិភពលោកហ្នឹងអត់មានមនុស្សអស្ចារ្យដូចគាត់ទេអញ្ចឹងបើយើងអត់វិនិច្ឆ័យយើងបដ ாய் គាត់យើងជួយគាត់យើងមិនដាក់សម្ពាធលើគាត់អាចរកខ្លួនឯងឃើញពាក្យគេថារកខ្លួនឯងឃើញឥឡូវពេញនិយម ហើយទី5មិនមានតែ5ទេតែខ្ញុំនិយាយតែ5ទី5ទីចុងក្រោយគឺជាថាយើងជាពុកម្ដាយជាមនុស្សចាស់ជាគ្រូហ្នឹងបង្ហាញពីរបៀបរកដងរបស់ខ្លួនឯងតាមពិតបាទសំណួរនេះខ្ញុំព្យាយាមឆ្លើយខ្ញុំគាត់ថាឆ្លើយត្រូវហើយគឺថាដូចខ្ញុំអញ្ចឹងខ្ញុំមកដងខ្លួនឯងរហូតហើយមិនដឹងថាត្រូវអត់ទេហើយអាយុ40ជាងតែខ្ញុំចង់ធ្វើជាអ្នកបង្ហាត់គេខ្ញុំចង់ធ្វើជា coach ខ្ញុំចង់ធ្វើ trainer ជួយកាធ្វើអាហ្នឹងនៅក្រុមហ៊ុន ហើយដល់ពេលខ្ញុំធ្វើក្រុមហ៊ុននេះថាអូអាណាកើតអីចង់ធ្វើខ្លួនឯងថាអូធ្វើខ្លួនឯងក្នុងក្រុមដែលគេមកចុះឈ្មោះមួយល្អជាងប៉ុន្តែពេលខ្ញុំធ្វើទៅថាអូតាមពិតក្រុមហ៊ុនរើសឲ្យល្អយើងនិយាយទៅសាករហូតដូចយើងសាកហូបអញ្ចឹងហូប4 10មុខអញ្ចឹងយើងសាកមួយសាកទាំង4 10មុខហ្នឹងមកយើងដឹងថាយើងរើសអាមួយណាហើយអា4 10មុខក៏ដោយយើងសាកអាមួយមុខហ្នឹងពីរដងមកយើងដឹងថាវាឆ្ងាញ់អត់ហើយសាកនៅកន្លែងខុសៗគ្នាទៀតអញ្ចឹងយើងពិបាករមប៉ុណ្ណឹង តែយើងបង្ហាញកូនសិស្សថាអូវាពិបាករកប៉ុន្តែយើងនៅរករហូតហើយយើងដូចធ្វើអីមួយដែលដងរបស់យើងហ្នឹងមានតែយើងធ្វើអត់ហត់ហើយទៅបានធម្មពលទៀតអញ្ចឹងយើងបង្ហាញគាត់តែនេះឃើញអត់អាហ្នឹងវាអស្ចារ្យអញ្ចឹងពេលយើងធ្វើអីដែលយើងចូលចិត្តយើងធ្វើអីដែលជា passion របស់យើង
វាមានធម្មពលមែនទែនអញ្ចឹងខ្លួនឯងសាកមើលអាណាយើងចូលចិត្តយើងធ្វើតអាណាយើងចូលចិត្តទេយើងឈប់ហើយយើងសាកវារហូតសាករហូតចឹងបើធ្វើអា5នឹងបានខ្ញុំគិតថាមិនប្រកាសថាគាត់រដងឃើញប៉ុន្តែវាជួយគាត់ដឹងថាគាត់កំពុងរដងដឹងថាគាត់អត់ទាន់រកឃើញដងឬក៏ដឹងថាគាត់រកឃើញដងខ្លួនឯងហើយបើយើងធ្វើអញ្ចឹងការរៀនសូត្រឡើងជាបញ្ហាហើយបើគាត់រដងគាត់ឃើញគាត់ខ្លាចតែយើងខាត់គាត់កុំឲ្យគាត់ធ្វើខ្ញុំឃើញពុកម្ដាយដែលប្រកែគឺថាកូនអានសភៅនោះគឺថាខាត់កូនកុំឲ្យអានសភៅហ្មងវាគាត់អានរាប់ម៉ោងពេកវាឃើញកូនក្មេងខ្លះលេខបាល់កដាលហាលថ្ងៃកដាលភ្លៀងហ្មងហើយលេងអត់ធុញទេអាហ្នឹងឯងដងមកគេគាត់ថាវាច្រើនម្លេះចាស់គាត់ថាដងក៏លុយបានជាងការអាដំណើរការវាមិនដល់លុយបានបើយើងបណ្ដោះឲ្យវាខ្លាយទៅជាពូលមនុស្សឬក៏គេធ្វើអីដែលគេជួយចិត្តអស្ចារ្យយូរទៅវាខ្លាយជាជំនាញដែលកម្រទៅគាត់បានលុយដូច Michael Jordan ឃើញអត់គាត់លុយចាយមិនអស់ទេ